ហើយសូមនិយាយបន្តិចចុះមានអាម៉ាស៊ីអគ្គលេខាធិការអាស៊ានណាអាដាមលោកវិទ្យាអស់លោកអគ្គរដ្ឋទូតនេះកម្ពុជាអត់បានបករឿងហេតុទេហ្នឹងវាទៅក្បាលអីវាកម្ពុជាគ្រាន់តែបាញ់សាកកំភ្លើងវាទៅក្បាលអគ្គលេខាធិការអាស៊ាននាយករដ្ឋមន្ត្រីថៃឧបនាយករដ្ឋមន្ត្រីគេមិនទាំងមានប្រតិកម្មអីសោះបែរជាអគ្គលេខាធិការអាស៊ានបង្ហាញពីការបារម្ភថាតំបន់នេះអត់មានសន្តិសុខដោយសារកម្ពុជាបាញ់សាកកំភ្លើង BM21 ឯងមកបាញ់ឆ្នាំទៅគេសុំយុទ្ធគេបាញ់ចូលដីយើងប្រមាណតំណប់ក្របគេទៅសេសបុតមកសុំទោសខ្ញុំទទួលហើយផ្ដល់អនុសាសន៍ទៀតថាកុំឲ្យខុសម្ដងហើយខុសដល់ទៅ3ដងទី1ខុសទី2ខុសទី3ខុសខ្ញុំថាចុះបើខុសទៅនឹងបាញ់ចូលទៅដីថៃវិញវាយ៉ាងម៉េចកើតទុកមិនសុខចិត្តអីអគ្គលេខាធិការអាស៊ានដែលជាអតីតរដ្ឋមន្ត្រីការបរទេសថៃនេះបែរជាមកបង្ហាញពីការបារម្ភជាមួយនឹងការបាញ់កញ្ជួចបាញ់កំភ្លើងប្រមាណគ្រាប់របស់ខ្មែរក្នុងពេលដែលប្រទេសមួយចំនួនកំពុងនៅប្រយុទ្ធគ្នានោះមិនក៏មិនអស្ថិរភាពប្រមាណប្រទេសខ្លះមួយថ្ងៃផ្ទុះក្របបែកនៅរដ្ឋធានីផងនៅតំបន់នេះផងតំបន់នោះផងក្នុងក្របខ័ណ្ឌអាស៊ានមិនក៏មិនថាឯកឧត្តមលោកជំទាវក្នុងក្របខ័ណ្ឌអាស៊ាននេះខ្ញុំមិនបានទៅរករឿងណាទេសុកមកថាគេដល់គេថាឲ្យទៅវិញចាប់ប្រើមកថាគេនឹងសម្ដីអាក្រក់តើករឿងរហូតណាខ្ញុំគិតថាសរិនពិនសវណ្ណមិនស័ក្តិសមជាអគ្គលេខាធិការរបស់អាស៊ានទេអាដាមហៅនំហងគាត់ទៅសេរបត់ទៅមួយហើយតែសម្រាប់ខ្ញុំជាប្រមុខរដ្ឋាភិបាលអាស៊ានណាជាសមាជិកអាស៊ានខ្ញុំគិតថាគាត់ធ្វើអត្ថាធិប្បាយនេះគាត់មិនស័ក្តិសមតួនាទីជាអគ្គលេខាធិការអាស៊ានទេព្រោះតួនាទីអគ្គលេខាធិការគេអភិក្រិតណា